ជំរាបសួរប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់ podcast របស់យើងនាងខ្ញុំបូផាបាទជំរាបសួរខ្ញុំបាទចត្រាថ្ងៃនេះយើងមានប្រធានបទដ៏សំខាន់មួយពាក់ព័ន្ធនឹងវិស័យអប់រំមកជជែកពិភាក្សាគ្នាចាថ្ងៃនេះយើងនឹងនិយាយអំពី test PISA លោកចត្រាជាដំបូងតើលោកអាចប្រាប់បានទេថាតើអ្វីទៅជាកម្មវិធី test PISA បាទ PISA គឺជាកម្មវិធីអន្តរជាតិស្ដីពីរង្វេយតម្លៃលទ្ធផលសិក្សារបស់សិស្សក្រសួងអប់រំយុវជននិងកីឡាកម្ពុជាក៏បានចូលរួមក្នុងកម្មវិធីនេះផងដែរការវាយតម្លៃនេះគឺរៀបចំឡើងដោយអង្គការ OECD ដើម្បីឆ្លុះបញ្ចាំងអំពីប្រព័ន្ធអប់រំនិងវាស់ស្ទង់សមត្ថភាពសិស្សក្នុងកម្រិតអន្តរជាតិអូពិតជាគួរឲ្យចាប់អារម្មណ៍ណាស់តើការប្រឡង test PISA នេះគេតម្រូវឲ្យសិស្សក្នុងកម្រិតអាយុប៉ុន្មានចូលរួមប្រឡងទៅលោកបាទគោលដៅចម្បងគឺគេផ្ដោតទៅលើសិស្សានុសិស្សដែលមានអាយុ15ឆ្នាំនេះគឺជាវ័យដែលពួកគេត្រូវរៀបចំត្រៀមខ្លួនមុននឹងចាក់ចេញពីសាលារៀនទៅរស់នៅក្នុងសង្គមអញ្ចឹងមានន័យថាវាជាការវាស់ស្ទង់សមត្ថភាពយុវជនមុនចូលក្នុងសង្គមជាក់ស្ដែងចុះចំណែកឯមុខវិជ្ជាដែលត្រូវប្រឡងវិញតើមានមុខវិជ្ជាអ្វីខ្លះដែរសម្រាប់ការប្រឡងនេះគេផ្ដោតសំខាន់លើមុខវិជ្ជាធំៗចំនួន3ដែលផ្អែកលើចំណេះដឹងនិងជំនាញមុខវិជ្ជាទាំងនោះរួមមានផ្នែកអំណានគណិតវិទ្យានិងវិទ្យាសាស្ត្រចាសិតតែជាមុខវិជ្ជាគោលដែលសំខាន់សម្រាប់ការគិតតើការចូលរួមប្រឡងនេះផ្ដល់អត្ថប្រយោជន៍អ្វីខ្លះដល់ប្រទេសជាតិយើងអត្ថប្រយោជន៍មានច្រើនណាស់ទី1វាជួយឲ្យកម្ពុជាយើងអាចវាយតម្លៃនិងឆ្លុះបញ្ចាំងអំពីប្រព័ន្ធអប់រំរបស់យើងនិងការត្រៀមខ្លួនរបស់សិស្សទី2យើងអាចធ្វើការប្រៀបធៀបអំពីបរិយាកាសសាលារៀននិងការសិក្សារបស់សិស្សកម្ពុជាជាមួយនឹងប្រទេសផ្សេងៗទៀតដែលជាសមាជិករបស់កម្មវិធី PISA នេះផងដែរចាមានន័យថាយើងអាចដឹងពីកម្រិតរបស់យើងធៀបនឹងអន្តរជាតិតើនៅមានអត្ថប្រយោជន៍អ្វីផ្សេងទៀតទេលោកបាទទី3យើងអាចកំណត់កត្តាដែលជះឥទ្ធិពលចំពោះលទ្ធផលសិក្សារបស់សិស្សនិងទី4គឺជួយពង្រឹងសមត្ថភាពក្នុងការអនុវត្តតេស្តរង្វាយតម្លៃថ្នាក់ជាតិចំណុចទី5គឺយើងអាចដឹងពីវឌ្ឍនភាពនៃការអប់រំរបស់យើងធៀបនឹងគោលដៅអប់រំជាតិនិងគោលដៅអប់រំសកលចាល្អមែនទែនការចូលរួមនេះក៏ឆ្លើយតបទៅនឹងគោលដៅអប់រំអភិវឌ្ឍប្រកបដោយចីរភាព SDG 4 របស់ពិភពលោកផងដែរជាចុងក្រោយមុននឹងបញ្ចប់ podcast តើលោកមានមតិយោបល់អ្វីផ្ញើជូនដល់សិស្សានុសិស្សដែលជាទំពាំងស្នងឫស្សីរបស់យើងដែរឬទេបាទសូមបងប្អូនសិស្សានុសិស្សទាំងអស់ខិតខំប្រឹងប្រែងរៀនសូត្រជាពិសេសលើផ្នែកអំណានគណិតនិងវិទ្យាសាស្ត្រដើម្បីអភិវឌ្ឍខ្លួនក្លាយជាធនធានមនុស្សដ៏មានសក្តានុពលចា podcast របស់យើងនៅថ្ងៃនេះទទួលបានការឧបត្ថម្ភគាំទ្រពី Channel បច្ចេកវិទ្យានិងគីមីវិទ្យាសូមអរគុណលោកចត្រានិងអរគុណប្រិយមិត្តសម្រាប់ការតាមដានស្ដាប់ជួបគ្នាពេលក្រោយសូមជម្រាបលា